ព័ត៌មានតារានិងកំសាន្តទាក់ទងនឹងកញ្ញាឌិតលីដាតាំងពីចេះថតកុនមិនដែលជួបផលិតកម្មបដូរតួអង្គតារាសម្ដែងត្រអែមស្រស់កញ្ញាឌិតលីដាសម្ដែងអារម្មណ៍មិនល្អថាតាំងពីចេះថតកុនតាមផលិតកម្មជាច្រើនមកមានតែផលិតកម្មបរិហាភាពយន្តដែលមានបញ្ហាជាមួយនឹងគ្នាក្នុងពេលថតហើយក៏បានបដូរតួសម្ដែងថ្មីសម្រាប់កញ្ញាមិនបានបារម្ភចំពោះការប៉ះពាល់ទីផ្សារសម្រាប់អាជីពសម្ដែងនោះទេព្រោះអ្នកដែលធ្លាប់ធ្វើការជាមួយគាត់នឹងយល់ច្បាស់ថាចរិតធ្វើការឬរបៀបធ្វើការបែបណាចំពោះរឿងរ៉ាវដែលមិនធ្លាប់ជួបពីមុនមកកញ្ញាឌិតលីដាបកស្រាយថាត្រង់ចំណុចរឿងរ៉ាវនេះនាងខ្ញុំសូមជម្រះឲ្យអស់ចម្ងល់ហើយនេះជាលើកទី1ហើយដែលនាងខ្ញុំប៉ះរឿងរ៉ាវចំនួនខ្លះៗជាមួយផលិតកម្មតាំងពីនាងខ្ញុំចេះថតកុនតាមផលិតកម្មមកមានតែផលិតកម្មមួយនេះទេដែលនាងខ្ញុំមានបញ្ហាជាមួយការកើតរឿងនេះឡើងទី1មកពីផលិតករឬផលិតកម្មនិយាយអត់ច្បាស់ពេលចុះកុងត្រានិយាយផ្សេងពេលថតនិយាយផ្សេងនេះជាបញ្ហាទី1តារាសម្ដែងត្រអែមស្រស់រូបនេះបន្តថាបញ្ហាមួយទៀតនៅពេលនាងខ្ញុំព្រមព្រៀងថតជាមួយគាត់នាងខ្ញុំស្រាប់តែមានជំងឺហើយនាងខ្ញុំពិតជាឈឺមែនហើយត្រង់ចំណុចនេះឲ្យនាងខ្ញុំបកស្រាយបែបណាបើមនុស្សឈឺពិតនឹងឲ្យនាងខ្ញុំព្យាយាមទៅថតរបៀបណាប៉ុន្តែចំណុចសំខាន់គាត់មិនបានមើលកំហុសខ្លួនគាត់នោះទេនិយាយមិនច្បាស់លាស់ជាមួយជំនួយការរបស់គាត់នៅពេលដែលខាងគាត់សម្រេចផ្លាស់ប្ដូរតួនាងខ្ញុំពាក់កណ្ដាលទីហើយដាក់អ្នកផ្សេងទីរួមនេះគឺជាលើកទី1បំផុតដែលនាងខ្ញុំបានជួបមនុស្សដែលនិយាយការងារប្រលិចប្រឡោចបែបនេះនិងជាលើកទី1ដែលនាងខ្ញុំឈឺចាប់សំទោសដែលនាងខ្ញុំឈឺចំពេលសម្ដែងរឿងនោះពិតជាចៃដន្យមែនសម្រាប់នាងខ្ញុំមិនបារម្ភចំពោះការប៉ះពាល់ទីផ្សារសម្រាប់អាជីពសម្ដែងនោះទេព្រោះអ្នកដែលធ្លាប់ធ្វើការជាមួយនាងខ្ញុំក៏ដូចជាមួយបណ្ដាផលិតកម្មជាច្រើនទៀតគាត់នឹងយល់ច្បាស់ថាចរិតធ្វើការរបៀបណាឬរបៀបធ្វើការរបស់ខ្ញុំរបៀបណាបានមិនដូចនេះទេនាងខ្ញុំគ្មានការងារធ្វើលើវិស័យកុននេះបានយូរនោះឡើយនាងខ្ញុំជាមនុស្សទទួលខុសត្រូវការងារដូចគេឯងមិនអាចឲ្យសម្ដីគាត់ឬក្រុមការងារគាត់មួយក្រុមនិយាយលើនាងខ្ញុំបាននោះទេព្រោះអ្នកធ្លាប់ធ្វើការជាមួយនាងខ្ញុំគាត់ស្គាល់ចរិតលក្ខណៈរបស់នាងខ្ញុំរួចហើយសូមជម្រាបថាកញ្ញាឌិតលីដាតារាសម្ដែងខ្មៅស្រអែមបានបង្កភាពភ្ញាក់ផ្អើលដល់ទស្សនិកជនក្នុងឈុតស្លៀកសម្លៀកបំពាក់សថែមទាំងកោសក់ទៀតផងបើតាមការប៉ាន់ស្មានគឺជាឈុតថតរឿងតែប៉ុណ្ណោះកញ្ញាឌិតលីដាក្នុង ឆ្នាំ 2016 ជាតារាស្រីមួយដួងដែលទទួលបានការងារសម្ដែងឲ្យផលិតកម្មនានាច្រើនសម្រាប់ឆ្នាំ 2017 នេះលីដាមានស្នាដៃភាពយន្ត3រឿងកំពុងត្រៀមចាក់បញ្ចាំងនិង2រឿងទៀតកំពុងសម្ដែង